សូមជូនអត្ថបទដែលមានចំណងជើងថាសំដៅទៅលើផលប្រយោជន៍របស់មនុស្សទូទៅគឺសំដៅទៅលើផលប្រយោជន៍ឯកជនមានតុល្យភាពរវាងសេចក្តីសុខនិងសេចក្តីចម្រើនរបស់បុគ្គលជាសាធារណៈដែលមានការបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងសេចក្តីនេះគឺគេចង់បញ្ជាក់អំពីអ្វីគេចង់បញ្ជាក់ថាកាលណាមនុស្សនៅផុតពីសេចក្តីក្រីក្រតាមរយៈនីតិវិធីហិរញ្ញវត្ថុនីតិវិធីសាធារណៈគឺជាយន្តការមួយដែលមនុស្សលោកបានស្វែងយល់ដឹងនៅវិស័យធនាគារគឺជាឃ្លាំងបច្ចេកទេសផ្នែកថាវិការនិងការតាមដានសកម្មភាពចរន្តសេដ្ឋកិច្ចយ៉ាងច្បាស់លាស់ដូច្នេះហើយតំបន់និងពិភពលោកទាំងឡាយត្រូវតែបំពេញតម្រូវការរបស់ប្រជាជាតិទាំងមូលនេះឯងអូយបើនេះមើលស្ដាប់ស្អុយមកវិញចាច់ដល់វិញពងអានពងបញ្យល់ឲ្យយល់នេះខ្លឹមសារគេនេះដូច្នេះហើយយើងជាអ្នករដ្ឋការទាំងឡាយដែលជាប្រជាពលរដ្ឋទាំងអស់ក៏បីយល់ដឹងអំពីនយោបាយនិងយន្តការនិងសមូហភាពសាធារណៈរបស់មនុស្សមូលប័ណ្ណនៃរដ្ឋាភិបាលក៏ដូចជាសិក្សាអំពីអនុភាពនៃថវិការបស់ជាតិទាំងមូលដូច្នេះដើម្បីផ្ដល់នៅបរិស្ថានសេដ្ឋកិច្ចជំរុញឲ្យការរីកចម្រើនបង្កើនការផ្ដល់ជំនួយដល់សង្គមឧស្សាហកម្មកាត់បន្ថយពន្ធដីរបស់សហគ្រាសផ្ដល់ការគាំទ្រសង្គមដែលបង្កើនពន្ធថ្មីដូចជាការចូលរួមភាគទានទូទៅនិងការកសាងចំណូលឲ្យសង្គមគ្រួសារបានរីកចម្រើនជាដើមនៅក្នុងសេចក្តីប្រាំនេះគឺយើងបានយល់ដែរថាវាមានអត្ថបទជាច្រើនដែលបានពង្រឹងនិងបញ្យល់ណែនាំអំពីអ្វីដែលជាការរីកចម្រើននៃឃ្លាំងសេដ្ឋកិច្ចនៅក្នុងនោះសមាគមអឺរ៉ុបហៅកាត់ថា EU អង្គការសហប្រជាជាតិ UN ឬក៏ EU កាត់ថា UN ជាសមាគមប្រជាជាតិរបស់អាស៊ីអាគ្នេយ៍មួយ